សួស្តីមានអ្នកខ្ញុំអត់បាទមករយៈធំហើយឥឡូវនេះខ្ញុំត្រឡប់មកវិញហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងនិយាយតាក់ទងអំពីត្បូងដែលតំណាងឲ្យខែទាំង12រួមជាមួយនឹងអត្ថន័យរបស់ត្បូងនីមួយៗដោយសារតែមានមនុស្សជាច្រើនដែលគាត់អត់បានដឹងអំពីត្បូងនៅក្នុងខែកំណើតរបស់គាត់អ្នកខ្លះគាត់កើតនៅក្នុងខែមករាប៉ុន្តែគាត់ដឹងថាគាត់ត្បូងអ្វីដែលតំណាងឲ្យខែរបស់គាត់ទេខ្ញុំសូមបញ្ជាក់ត្រង់នឹងបន្តិចមិនមែនអ្នកដែលគាត់កើតនៅក្នុងខែមករាតម្រូវឲ្យគាត់ពាក់ត្បូងនៅក្នុងខែមករាទេការពាក់ត្បូងគឺជាការស្រឡាញ់ពណ៌ត្បូងឬក៏អត្ថន័យរបស់ត្បូងបើសិនជាអត្ថន័យរបស់ត្បូងហ្នឹងយើងថាដូចត្រូវនឹងខ្ញុំចូលចិត្តអញ្ចឹងយើងទិញត្បូងពណ៌ហ្នឹងពាក់ទៅប៉ុន្តែបើសិនជាយើងគិតថាអត្ថន័យរបស់ត្បូងហ្នឹងអត់ត្រូវទេត្បូងនៅក្នុងខែផ្សេងត្រូវមួយខ្ញុំជាងខ្ញុំតម្រូវការត្បូងពណ៌នេះជាងខ្ញុំស្រឡាញ់ត្បូងពណ៌នេះជាងក៏យើងអាចទិញទៅតាមអ្វីដែលយើងស្រឡាញ់ដែលយើងពេញចិត្តបានដែរគ្រាន់តែគ្រប់ត្បូងទាំងអស់គឺគេមានអត្ថន័យរបស់គេហើយក៏ឲ្យយើងបានដឹងខ្លួនឯងដែរថាត្បូងតំណាងឲ្យខែកំណើតរបស់យើងនឹងគឺជាត្បូងអ្វីមានពណ៌អ្វីឥឡូវនេះចូលមកកាន់ខែបងគេដែលជាខែមករាឬក៏ខែ1សម្រាប់ខែមករានេះដែរត្បូងតំណាងឲ្យខែមករាគឺត្បូងដែលមានពណ៌ក្រហមក្រមៅដែលភាគច្រើនគេហៅថាពណ៌ឈាមមាន់ត្បូងពណ៌ឈាមមាន់ឬក៏ត្បូង garnet ហើយអត្ថន័យរបស់ត្បូង garnet នេះដែរគឺជួយការពារនិងនាំមកនូវសំណាងល្អក្នុងការធ្វើដំណើរសម្រាប់ខ្ញុំគិតថាជាវាស័ក្តិសមត្បូង garnet នេះស័ក្តិសមសម្រាប់អ្នកដែលគាត់ធ្វើដំណើរផ្លូវឆ្ងាយឬក៏អ្នកដែលធ្វើដំណើរច្រើនហ្មងអ្នកដែលធ្វើដំណើរច្រើនពាក់ត្បូង garnet ហ្នឹងគឺស័ក្តិសមប៉ុន្តែសូមបញ្ជាក់បន្តិចមិនមែនថាពាក់ត្បូង garnet ហ្នឹងហើយការធ្វើដំណើររបស់យើងហ្នឹងប្រកបដោយសុវត្ថិភាពសំណាងល្អក្នុងការធ្វើដំណើរយើងស្វឹងហើយយើងបើកបរលើល្បឿនកំណត់វាអាចជួយការពារយើងកុំគិតថាអូខ្ញុំពាក់ត្បូង garnet ហើយខ្ញុំពាក់ត្បូងខែមករាអញ្ចឹងត្បូងហ្នឹងនឹងជួយការពារខ្ញុំឲ្យមានសំណាងល្អក្នុងការបើកបរជិះផឹកទៀតហើយអត់ទេអត់ជួយការពារទេបើសិនជាយើងមិនការពារខ្លួនឯងផងហ្នឹងមានត្បូងណាទៅការពារយើងបានត្បូងគ្រាន់តែជាចំណីអារម្មណ៍មួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពពាក្យថាចំណីអារម្មណ៍គឺជួយឲ្យយើងមានទំនុកចិត្តមួយផ្នែកតែមិនមែនការពារយើងទាំងផឹកស្វឹងហើយទៅបើកបរហើយគិតថាត្បូងជួយត្បូងអត់ជួយទេបើសិនជាយើងអត់ប្រុងប្រយ័ត្នដោយខ្លួនឯងមិនថាខ្ញុំពាក់ត្បូងខែមករាហើយខ្ញុំខ្ជិលនេះខ្ញុំដេកមកភាំងហើយចាំបើកភ្នែកមកបើកឡានទៀតអាហ្នឹងអត់កើតទេណាខនដូចជាប្រាប់មុនត្បូងគ្រាន់តែជាចំណីអារម្មណ៍បញ្ជាក់ឲ្យច្បាស់ឥឡូវនេះចូលមកកាន់ខែកុម្ភៈដែលជាកូនបងទី2សម្រាប់ត្បូងតំណាងខែកុម្ភៈនេះដែរគឺត្បូងពណ៌ស្វាយដែលជាត្បូង amethyst ហើយអត្ថន័យរបស់ត្បូងពណ៌ស្វាយនេះដែរគឺជួយឲ្យយើងស្ងប់និងជួយកាត់បន្ថយភាពតឹងតែងវាស័ក្តិសមសម្រាប់អ្នកដែលគាត់ធ្វើការងារច្រើនឬក៏គិតច្រើនមានភាពតឹងតែងច្រើនណាយើងអាចពាក់ត្បូង amethyst ពណ៌ស្វាយនឹងបានត្បូងរបស់ខែកុម្ភៈអត់តម្រូវថាអ្នកដែលគាត់កើតនៅខែកុម្ភៈត្រូវតែពាក់ត្បូងនឹងទេតម្រូវនៅអត្ថន័យរបស់ត្បូងហើយបើសិនជាអ្នកជឿដូចគ្នាបើជឿក៏ជឿទៅបើមិនជឿក៏មិនអីដែរអានេះទៅលើចំណីអារម្មណ៍រៀងខ្លួនអ្នកខ្លះគាត់ជឿទៅលើចក្រវាឡអ្នកខ្លះគាត់ជឿទៅលើព្រះអ្នកខ្លះគាត់ជឿទៅលើការធ្វើបុណ្យធ្វើទានបើអ្នកខ្លះទៀតគាត់ជឿទៅលើការពាក់ថ្មដូចជាត្បូងហ្គិចឬក៏ត្បូងភ្នែកខ្លាឬក៏អីផ្សេងអញ្ចឹងទៅចំណែកឯត្បូងនេះគ្រាន់តែជាអត្ថន័យរបស់ត្បូងរួមជាមួយនឹងត្បូងដែលតំណាងខែកើតទេអញ្ចឹងបើសិនជាយើងជឿក៏បានយើងមិនជឿក៏បានដែរនឹងស្រេចទៅលើយើងទេឥឡូវនេះចូលមកដល់ខែ3ដែលជាខែមីឌាដូចខ្ញុំកើតនៅក្នុងខែ3ប៉ុន្តែខ្ញុំអត់ពាក់ត្បូងខែ3ទេដោយសារតែខ្ញុំស្រឡាញ់អត្ថន័យរបស់ត្បូងខែ5ឬក៏ត្បូងខែ7វិញអញ្ចឹងខ្ញុំពាក់ត្បូងខែ5ខែ7ក៏អត់មានតោះខុសដែរសម្រាប់អ្នកដែលគាត់កើតនៅក្នុងខែ3គឺត្បូងពណ៌ទឹកសមុទ្របងមកសមុទ្រស្អាតណាគឺត្បូង Aquamarine ហើយអត្ថន័យរបស់ត្បូង Aquamarine របស់ខែ3នេះដែរគឺជួយឲ្យយើងមានសន្តិភាពផ្លូវចិត្តនិងការការពារភាពភ័យខ្លាចអញ្ចឹងសម្រាប់អ្នកដែលគាត់ភ័យខ្លាចច្រើនគាត់ធ្វើអីក៏គាត់ខ្លាចទេណាគាត់អាចពាក់ត្បូងខែ3បានតែបើអ្នកអត់ខ្លាចទេមិនបាច់ពាក់ត្បូងខែ3ទេអ្នកដែលគាត់ចង់បានសន្តិភាពផ្លូវចិត្តក៏អាចពាក់ត្បូងខែ3បានដែរពីព្រោះអត់មានទោះខុសអីទេដោយតម្រូវទៅលើអត្ថន័យរបស់ត្បូងរៀងខ្លួននឹងឯងឥឡូវនេះចូលមកដល់ខែ4អ្នកកើតខែ4រឹងណាក្បាលរឹងហ្មងណាគេកើតខែ4ខ្លះហើយក្បាលរឹងខ្លះចូលខមមិនប្រាប់នៅក្នុងវីដេអូនេះផងពិតជារឹងមែនអត់ដោយសារតែត្បូងតំណាងឲ្យខែ4គឺជាត្បូងដែលមានតម្លៃដែលមនុស្ស99%ដែលគេចង់បានត្បូងរបស់ខែ4ត្បូងរបស់ខែ4ដែលជាខែមេសាត្បូងនោះគឺត្បូងពេជ្រ
ហើយអត្ថន័យរបស់ត្បូងពេជ្រនេះដែរគឺជានិមិត្តរូបនៃភាពរឹងមាំនិងសេចក្តីស្រឡាញ់សម្រាប់ខែ5ដែលជាខែឧសភាគឺជាត្បូងដែលមានតម្លៃដូចគ្នាមួយយ៉ាងម្នាក់ជាមួយនឹងខែ4នេះប៉ុន្តែត្បូងខែ5មានពិបាករកដែរតើតអ្នកមានមិនតើតអ្នកមានលុយណាពេលខ្លះមានលុយហើយក៏អាចទិញបានដែរសម្រាប់ត្បូងខែ5នឹងឯងហើយត្បូងខែ5នេះដែរគឺជាត្បូងពណ៌បៃតងដែលគេហៅថាត្បូងមរកតឬក៏ត្បូង Emerald ខ្ញុំមានមួយដែរព្រោះខ្ញុំស្រឡាញ់ត្បូងខែ5ណាអួតតិចមានមួយហើយនេះដឹងមើលឃើញអត់ទេហើយមកស្ដាយឆ្នៃខ្លួនឯងធ្វើពីប្រាក់អីប៉ុន្តែត្បូងខែ5ខ្ញុំស្រឡាញ់ត្បូងខែ5ដែលជាត្បូងមរកតហើយអត្ថន័យរបស់ត្បូងមរកតនេះដែរគឺនាំមកនៅសំណាងល្អសម្រាប់សុខភាពនិងនាំមកនៅសំណាងល្អក្នុងរឿងស្នេហាអញ្ចឹងអ្នកដែលមិនសូវមានសំណាងនៅក្នុងរឿងស្នេហានឹងពាក់មរកតទៅក្រែងមានសំណាងនៅក្នុងរឿងស្នេហាដូចខ្ញុំដែរខំពាក់មរកតហើយសូវមានសំណាងនៅក្នុងរឿងស្នេហាអញ្ចឹងណាជឿចាជឿទៅបើមិនជឿយើងកុំប្រមាទទៅណាវាជាសេចក្តីសុខផ្លូវចិត្តរបស់យើងទេឥឡូវនេះចូលមកដល់ក្នុងខែ6ឲ្យទៅចូលខែ6អ្នកណាក៏ដូចជាអ្នកណាដែរគឺតែងតែសួរថាមិនយកជីវិតនៅសល់អ្វីខ្លះនឹងគេតែងតែសួរនៅក្នុងខែ6ពាក្យកណ្ដាលឆ្នាំនឹងឯងខែ6ដែលជាខែមិថុនាត្បូងដែលតំណាងឲ្យខែ6គឺជាត្បូងគុជខ្យងដែលគេភាគច្រើនគេហៅថាប៉ែកនៅចាំបានអ្នកដែលគាត់កើតនៅក្នុងឆ្នាំ8ជាងឬក៏ឆ្នាំ9ជាងណាក្មេងៗណាអ្នកម្ដាយក៏តែងតែទិញខ្សែកប៉ែកជាប់មកឲ្យពាក់ប៉ែកពណ៌សហ្នឹងកាលនៅក្មេងចង់បានណាពេលដែលម៉ាក់ទិញមកអូប៉ែកហើយអង្គុយដោះទៅរបស់អស់លេងវាមិនមែនរបស់ស៊ីនវារបស់ជ័រក៏ប៉ុន្តែប្រភេទគុជខ្យងគឺល្អទោះយើងគិតថាគុជខ្យងមានតម្លៃប៉ុន្តែគុជខ្យងថ្លៃណាពេលទិញមកពាក់ទោះលក់វិញអត់បានប៉ុន្តែគុជខ្យងគឺថ្លៃហ្មងដោយសារតែគុជខ្យងគឺពេលដែលយើងទិញមកជារបស់របស់យើងហីរបស់របស់យើងនឹងមិនទិញត្បូងមកជារបស់របស់យើងដែរប៉ុន្តែត្បូងពេលដែលគេរែងនៅពេលដែលគេរែងមកគេយកមកច្នៃវានៅឆ្លងការច្នៃ1 2 3 4អញ្ចឹងទៅប៉ុន្តែគុជខ្យងអត់អាចច្នៃបានទេទិញមករូបរាងបែបណាកោះមកបែបណាគឺយើងត្រូវមានទំនួលខុសត្រូវនឹងទទួលគុជខ្យងដំបូងនៅក្នុងជីវិតរបស់ដូចថាឥឡូវកោះមកមានវាបន្តិចមានស្នាមបន្តិចឬក៏មូស្អាតដែលយើងចង់បានហ្មងឬក៏ពណ៌អសពណ៌ផ្កាឈូកឬក៏ពណ៌ប្រផេះឬក៏ពណ៌អ្វីផ្សេងអញ្ចឹងនៅពេលដែលយើងទិញហ្នឹងមកគឺអាចដូរអានេះយើងទិញមកជារបស់យើងកោះវឹកមកនៅក្នុងគុជនៅក្នុងខ្យងនៅក្នុងអាសបកខ្យងនេះគុជមានពណ៌អីគឺជាសំណាងរបស់យើងនៅពណ៌ហ្នឹងរបស់គុជខ្យងអូវែងឆ្ងាយទេតើតើជាមួយនឹងរឿងគុជខ្យងអញ្ចឹងអត្ថន័យរបស់គុជខ្យងគឺជួយសុខភាពនិងសន្តិភាពអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បានសន្តិភាពទៅណាមានសន្តិភាពអីអញ្ចឹងណាពាក់គុជខ្យងទៅពាក់គុជខ្យងមានសន្តិភាពហើយឃើញគុជខ្យងលើស្អាតណាគេមានម៉ូទូបើពាក់ធំក៏បានដែរយើងមានសមត្ថភាពប៉ុណ្ណាយើងទិញប៉ុណ្ណឹងយើងមានលុយច្រើនបើយើងស្រឡាញ់ទំហំធំយើងទិញធំបើយើងមានថវិកាតិចយើងទិញអាទូចពាក់ថាម៉េចបើយើងស្រឡាញ់យើងទិញពាក់ទៅអត់មានបញ្ហាទេក៏អត្ថន័យរបស់ត្បូងនីមួយមិនថាគុជខ្យងមិនថាពេជ្រត្បូងរតឹមត្បូងមរកតគឺតែមានអត្ថន័យរបស់គេរៀងៗខ្លួនឥឡូវនេះចូលមកដល់ក្នុងខែ7អ្នកចាំស្ដាប់ខែ7ថាអូយូមែនកាលណាបណ្ដល់ខ្ញុំមិនដល់ហើយចូលខែ7ហើយដែលជាខែកក្កដាត្បូងសម្រាប់ខែកក្កដាគឺជាត្បូងដែលល្បីបំផុតរបស់ប្រជាជនកម្ពុជាអ្នកណាមិនល្បីថាត្បូងទទឹមខេត្តបៃលិនខ្ញុំមានមកគ្រាប់ដែរអួតទៀតមានត្បូងទទឹមមកគ្រាប់ដែរឈើខ្ញុំកាត់ខែ3តែខ្ញុំពាក់ត្បូងខែ5ពាក់ត្បូងខែ7ដែលសិតតែខ្ញុំស្រឡាញ់អត្ថន័យនិងស្រឡាញ់ពណ៌ត្បូងសម្រាប់អត្ថន័យរបស់ត្បូងនៅក្នុងខែ7ដែលជាខែកក្កដាអត្ថន័យរបស់ត្បូងទទឹមនេះដែរគឺតំណាងឲ្យកម្លាំងភាពក្លាហាននិងភាពជោគជ័យចង់បញ្ជាក់ទៀតមិនឲ្យទៅទិញត្បូងទទឹមមកនឹងទទួលបានជោគជ័យណាខ្ញុំក្លាហានខ្ញុំជោគជ័យអត់ទេបើសិនជាយើងអត់ខំប្រឹងដោយខ្លួនឯងដូចខ្ញុំអញ្ចឹងទោះខ្ញុំពាក់ត្បូងទទឹមក៏ដោយវាគ្រាន់តែជាចំណីអារម្មណ៍ធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំនឹងលួងចិត្តខ្លួនឯងណាថាខ្ញុំនឹងទទួលបានជោគជ័យខ្ញុំពិតជាជោគជ័យមែនខ្ញុំជោគជ័យនៅក្នុងការធ្វើវីដេអូខ្ញុំអាចធ្វើវីដេអូមួយនេះចេញមិនមែនថាធ្វើវីដេអូចេញតែអត់មានអ្នកមើលផងហ្នឹងជោគជ័យដែរអត់មានអ្នកមើលឬក៏គ្មានអ្នកមើលខ្ញុំជោគជ័យដោយសារតែខ្ញុំអាចធ្វើវីដេអូមួយនេះចេញបានខ្ញុំមានកម្លាំងចិត្ត
កំឡាំងចិត្តនៅក្នុងការជំរុញខ្លួនឯងឲ្យធ្វើវីដេអូនេះខ្ញុំមានភាពក្លាហានអញ្ចឹងធ្វើឲ្យយើងមានកម្លាំងចិត្តជំរុញឲ្យខ្លួនឯងមានភាពក្លាហានថតនៅវីដេអូមួយនេះឲ្យបាននិយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ទោះអ្នកទាំងអស់គ្នាពេញចិត្តឬក៏មិនពេញចិត្តទោះខ្ញុំមិនជោគជ័យនៅលើពិភពលោកនេះខ្ញុំមិនជោគជ័យទៅលើផ្នែករបស់អ្នកដទៃប៉ុន្តែខ្ញុំជោគជ័យជាមួយនឹងខ្លួនឯងដែលខ្ញុំអាចធ្វើវីដេអូមួយនេះឲ្យចេញទៅបាននេះគឺជាភាពជោគជ័យមួយដែលយើងបង្កើតឡើងដោយខ្លួនឯងមិនមែនឲ្យតែពាក់ត្បូងនឹងហើយខ្ញុំត្រូវតែជោគជ័យមិនកើតបើយើងនៅដេកនឹងជោគជ័យមិនកើតបើយើងអត់ព្រមធ្វើអីផងហ្នឹងជោគជ័យមិនកើតបើយើងអត់ព្យាយាមផងហ្នឹងវានៅតែអត់ជោគជ័យដែរទោះពាក់ត្បូងទទឹមពេញខ្លួនទោះយកត្បូងទទឹមមកពាក់នៅម្រាមដៃ10ទៀតក៏ខ្ញុំអត់ជោគជ័យដែរបើសិនជាខ្ញុំអត់ព្រមធ្វើវានេះគឺជាវាគ្រាន់តែដូចខ្ញុំបាននិយាយចឹងអត្តន័យវាគ្រាន់តែជាអត្តន័យរបស់ត្បូងហើយក៏ជាចំណៃផ្លូវចិត្តរបស់ខ្ញុំដូចគ្នាដែរក៏ប៉ុន្តែការពាក់ទៅគ្រាន់តែជាគ្រឿងលម្អខ្លួនឲ្យល្អហើយក៏អត្តន័យល្អទៅធ្វើឲ្យចិត្តរបស់យើងនឹងវាមានកម្លាំងចិត្តនៅក្នុងការធ្វើអ្វីបន្តទៅមុខទៀតតែប៉ុណ្្នឹងឯងឥឡូវនេះចូលមកដល់ខែ8ដល់ខែ8ហើយអ្នកការប្រហែល8ចាំស្ដាប់ថាតើត្បូងអ្វីដែលតំណាងឲ្យខែកំណើតរបស់ខ្លួនរួមជាមួយនឹងអត្តន័យមួយដែរខែ8ដែលជាខែសីហាត្បូងតំណាងឲ្យខែ8ត្បូង Penridot ឬក៏ត្បូងបឹងកញ្ចាក់ដែលគេហៅថាត្បូងបឹងកញ្ចាក់នឹងឯងហើយសម្រាប់អត្តន័យរបស់ត្បូងនេះដែរគឺជួយការពារនៅអំពើអាក្រក់និងនាំមកនូវសុខភាពល្អនេះគឺជាអត្តន័យរបស់ត្បូងបឹងកញ្ចាក់របស់ខែ8ដែលជាខែសីហាចូលមកដល់ខែ9វិញម្ដងដែលជាខែកញ្ញាត្បូងរបស់ខែ9ក៏ជាត្បូងដែលមានតម្លៃថ្លៃបំផុតមិនថានៅស្រុកគេណានៅដូចជានៅអារ៉ាប់ក៏គេប្រើត្បូងពណ៌ខៀវនឹងដែរគឺត្បូងកណ្ដៀងហើយភាគច្រើនណាដែលខ្ញុំសង្កេតមើលនេះសម្រាប់តែខ្ញុំណាដែលខ្ញុំសង្កេតមើលខ្ញុំតែងតែឃើញអ្នកមានឋានៈដូចជាអុកញ៉ាអាយឧត្តមលោកជំទាវគាត់ភាគច្រើនគឺគាត់ពាក់ត្បូងកណ្ដៀងឬក៏អ្នករកស៊ីត្បូងតែម្ដងគឺគេពាក់ត្បូងកណ្ដៀងហើយសម្រាប់អត្តន័យរបស់ត្បូងកណ្ដៀងដែលជាត្បូងពណ៌ខៀវរបស់ខែកញ្ញាគឺភាពឆ្លាតវៃនិងភាពស្មោះត្រង់នេះហើយគឺអត្តន័យរបស់ត្បូងនៅក្នុងខែកញ្ញាត្បូងកណ្ដៀងពេលខ្លះមានលុយទិញតែខ្ញុំបានទេណាត្បូងកណ្ដៀងតែច្រឡំថាអូខ្ញុំមានលុយទិញនេះមកគ្រាប់ប្រប៉ុណ្ណនេះថ្ងៃមុនណានេះខ្ញុំទៅកន្លែងគេលក់ត្បូងខ្ញុំមានមិត្តភក្តិម្នាក់ដែលគាត់ជាអ្នកលក់ត្បូងណាត្បូងប្រប៉ុណ្ណហ្នឹងតែមើលថ្ងៃមុនប្រប៉ុណ្ណកូនដៃខ្ញុំឯងខ្ទង់10000ថ្លៃសម្រាប់ខ្ញុំក៏ខ្ញុំអត់សូវចេះមើលត្បូងប្រហែលដែរអាចនឹងមកពីភាពរឹងរបស់ត្បូងឬក៏រួមជាមួយនឹងចរណៃការច្នៃរបស់ត្បូងទើបឲ្យត្បូងកណ្ដៀងមានតម្លៃថ្លៃមែនតើមកឥឡូវចូលមកដល់ខែ10ដែលជាខែតុលាក៏ប្លែកដែរណាត្បូងរបស់គេមាន2សម្រាប់អ្នកកើតខែតុលាមានជម្រើសរើសប៉ុន្តែអ្នកកើតតាំងពីខែ1រហូតមកដល់ខែ9អត់មានជម្រើសគឺប្រើតែមួយត្បូងតែខែតុលាគឺខែ10នោះគឺគេមានជម្រើសគេមាន2ជម្រើសត្បូងដែលតំណាងឲ្យខែតុលាគឺត្បូងអូប៉ាឬក៏ត្បូង Tourmaline ដែលមានពណ៌ផ្កាឈូកហើយអត្ថន័យរបស់ត្បូងទាំងពីរប្រភេទនេះគឺស្នេហានិងភាពច្នៃប្រឌិតសម្រាប់ត្បូងទាំងពីររបស់ខែតុលាត្បូង Opus ឬក៏ត្បូង Tourmaline ឥឡូវនេះយើងចូលមកដល់ខែ11ដែលជាខែកូនបន្ទប់ពៅគេក៏មានជម្រើសដែរខែ11គេក៏មានពីរប្រភេទដែរហើយត្បូងសម្រាប់ខែ11នេះគឺត្បូងដែលមនុស្សភាគច្រើនអ្នករកស៊ីមិនថាអ្នករកស៊ីអ្នកមានឋានៈអីក៏គេពាក់ដែរខ្ញុំឃើញគេពាក់ច្រើនមែនតើត្បូងសម្រាប់ខែ11ហ្នឹងអញ្ចឹងត្បូងដែលតំណាងឲ្យខែ11គឺមាន2មានពណ៌លឿងចាស់និងពណ៌លឿងខ្ចីត្បូង Topaz ឬក៏ត្បូង Citrineហើយអត្ថន័យរបស់ត្បូងទាំងពីរនេះគឺនាំមកនៅទ្រព្យសម្បត្តិរួមជាមួយនឹងភាពរីកចម្រើនអញ្ចឹងបានអ្នករកស៊ីគេចូលចិត្តពាក់ត្បូង Citrine ភាគច្រើនខ្ញុំឃើញគេប្រើត្បូង Citrine ច្រើនជាងត្បូង Topaz តែខ្ញុំអត់ដឹងថាតម្លៃប៉ុន្មានទេត្បូងហ្នឹងគ្រាន់តែឃើញអ្នករកស៊ីភាគច្រើនគឺគេច្រើនមានត្បូងនឹងមួយគ្រាប់នៅក្នុងដៃអញ្ចឹងទេមួយគ្រាប់នៅនឹងកាជាភាគច្រើនអ្នកដែលពាក់ត្បូង Citrine ឬក៏ត្បូងពណ៌លឿងគេថាត្បូងពណ៌លឿងខ្ចីពណ៌លឿងចាស់ហ្នឹងគឺគេចង់បាននៅឲ្យខ្លួនឯងមានទ្រព្យសម្បត្តិរួមជាមួយនឹងភាពរីកចម្រើនប៉ុន្តែការពាក់ត្បូងដូចលើកឡើងតាំងពីដើមមកអញ្ចឹងគឺជាចំណីអារម្មណ៍មួយដែលធ្វើឲ្យយើងមានទំនុកចិត្តសម្រាប់អ្នកដែលគាត់ជឿប៉ុន្តែមិនមែនការរកស៊ីរីកចម្រើនចង់ឲ្យមានលុយចូលហូរហៀយើងដេកស៊ីទេបើយើងដេកស៊ីលុយក៏អត់ចូលទ្រព្យសម្បត្តិក៏អត់ចូលដែរអញ្ចឹងនៅតែត្រូវការអ្វីដែលយើងត្រូវតែធ្វើមិនមែនថាអូខ្ញុំមានលុយ3ដុល្លារខ្ញុំទិញត្បូង Citrine ពាក់សិនហើយខ្ញុំនឹងខ្លាចទៅជាអ្នកមានលុយនឹងចូលមកខ្ញុំដេកស៊ី
ហើយអត់មានធ្វើអីទេតែងត្បូងពាក់នឹងដៃហើយដេកស៊ីក្រដែរដេកស៊ីអត់មានតដែរមានទ្រព្យសម្បត្តិណាចូលមានតែហិនហោចលើសដើមពេលដែលគេពាក់ត្បូងស៊ីត្រៀនឬក៏ត្បូងធូបប៉ះនេះហើយគេទៅរកស៊ីគេទៅធ្វើការរបស់គេគឺដូចដែលគេគិតថាដូចទៅហៅលុយចូលទៅក្នុងជីវិតរបស់គេពិតជាលុយចូលមែនលុយនឹងចូលបើសិនជាយើងព្យាយាមធ្វើការប្រាក់ខែបើកលុយចូលដែរយើងព្យាយាមលក់ដូរយើងពាក់ត្បូងស៊ីត្រៀនក៏លុយចូលដូចគ្នាដែរត្រូវអត់ទោះយើងអត់ពាក់ក៏លុយចូលដែរបើសិនជាយើងប្រឹងប្រែងដោយបញ្ជាក់ម្ដងហើយម្ដងទៀតការពាក់ត្បូងវាគ្រាន់តែជាចំណីអារម្មណ៍របស់យើងរៀងៗខ្លួនទេឥឡូវនេះចូលមកដល់ខែធ្នូដែលជាខែកូនពៅគេពីច្រើនគេនិយាយថាកូនពៅបើមិនខុសគេមិនមែនកូនពៅទេអញ្ចឹងអ្នកមើលវីដេអូនេះមានតែគេកូនពៅអត់ហើយកូនពៅពិតជាខុសគេមែនអត់វាត្រូវតែខុសគេព្រោះឯខែធ្នូហ្នឹងគឺខុសគេមាន2ជំរើសទេតែកញ្ញាខែធ្នូលោកខែធ្នូហ្នឹងមានដល់ទៅ3ជំរើសមានត្បូង3ប្រភេទដែលអាចរើសបានដែលអាចពាក់បានមកស្រឡាញ់គេមាន1មាន2តែខែធ្នូគឺមាន3អូខេខែកូនពៅដែលជាខែធ្នូនេះត្បូងដែលតំណាងឲ្យខែធ្នូមានពណ៌កាប់ស្តាំងដែលជាត្បូងតួ fast និងត្បូងមានខៀវភ្លឺត្បូង blue zircon ហើយនឹងត្បូងដែលមានពណ៌ស្វាយបែកខៀវគឺត្បូងសង់សាណៃអូយនឹងនិយាយខុសត្រូវនេះពួកអីមនុស្សអត់សូវចេះភាសាអង់គ្លេសផងបើសិនជាខុសសូមអភ័យទោសផងហើយសម្រាប់អត្ថន័យរបស់ត្បូងទាំង3នៅក្នុងខែធ្នូនេះគឺមានសំណាងនិងការការពារជីវិតក្រោយពីស្ដាប់វីដេអូនេះហើយអ្នកនឹងបានដឹងពីត្បូងដែលតំណាងឲ្យខែកំណើតរបស់ខ្លួនកុំឲ្យគេសួរថាកើតខែមករាដែលត្បូងកំណើតឲ្យខែមករាខែអីគេអត់ដឹងតែពេលឥឡូវស្ដាប់វីដេអូនេះហើយដឹងហើយថាខែកំណើតរបស់ខ្លួនត្បូងតំណាងឲ្យខែកំណើតរបស់ខ្លួនត្បូងអ្វីនិងអត្ថន័យបែបណាហើយការពាក់ត្បូងនេះដែរមិនតម្រូវឲ្យត្រូវខែមករាពាក់ខែមករាកុម្ភៈពាក់ខែកុម្ភៈមិនិនាពាក់ខែមិនិនាទេបើសិនជាអ្នកស្រឡាញ់នៅត្បូងខែមិនិនាអ្នកកើតនៅខែមករាក៏អ្នកអាចពាក់ខែមិនិនាបានដែរវាសំខាន់ទៅលើពណ៌ដែលយើងស្រឡាញ់សំខាន់ទៅលើអត្ថន័យរបស់ត្បូងដែលយើងស្រឡាញ់តែប៉ុណ្្នឹងឯងវាអត់មានទោះខុសអីទេហើយអរគុណសម្រាប់អ្នកដែលគាត់ទស្សនានៅវីដេអូមួយនេះហើយបើសិនជាខ្ញុំមានកំហុសខុសឆ្គងអីសំខាន់តែអភ័យទោសផងហើយកុំភ្លេចជួយ Subscribe ឲ្យខ្ញុំផងដើម្បីខ្ញុំបានចេញវីដេអូបន្តទៀតអរគុណបាយបាយ